ទុកយើងនៅពីក្រោយខ្នងដើម្បីជួយពួកឯងបាទលបងពួកយើងជឿលបងព្រោះលបងរស់ស៊ីជាមួយពួកយើងយូរឆ្នាំមកហើយមែនហើយលបងមិនដែលក្បត់ពួកយើងម្ដងណាទេណែអាគង់ឯងយាមផ្លេចពីមុខត្រង់ទ្វីឃ្លាំងវើហើយអាឆើននឹងអញជាអ្នកចូលទៅលីបាវខោអាវយកចេញពីឃ្លាំងដើម្បីយកមកលាក់ទុកនៅទីនេះរួចហើយចាំម៉ោង3ទីភ្លឺចាំបញ្ចេញឲ្យមួយហើយយើងត្រូវចាត់ការរឿងនេះនៅវេលាម៉ោង1បានហើយតោះនាំគ្នាទៅតោះឈប់ណាឈប់ឯងតាណាមរត់ទេឈប់អ្នកស្រីកុំរត់ឈប់ឡើងខ្ញុំឡើងលោកថៅកែខ្ញុំបានមកសារភាពឯងសារភាពរឿងអីខ្ញុំបានជាជនបាត់មុខមកផ្លាន់លោកថៅកែកាលពីយប់មុនឥឡូវនេះប្រពន្ធខ្ញុំបានជាពីជំងឺហើយខ្ញុំបានមកសុំសារភាពពីកំហុសរបស់ខ្ញុំឯងមកសារភាពអញ្ចឹងឯងមិនខ្លាចយើងបណ្ដេញឯងឲ្យឈប់ធ្វើការទេទោះបីតែលោកថៅកែមកដេញខ្ញុំក៏សមដែរតែដើម្បីឲ្យលោកថៅកែដឹងអំពីអំពើល្អរបស់ប៊ុនហេងនិងអំពើអាក្រក់របស់ខ្ញុំបានខ្ញុំបានមិនមកសារភាពទេខ្ញុំបានមិនស្រួលក្នុងចិត្តទេឯងក៏ជាមនុស្សល្អដែរយើងមិនដាក់ទោសឯងទេឯងទៅធ្វើការតាមធម្មតាចុះណាបាទខ្ញុំអរគុណលោកថៅកែហើយទៅចុះបាទខ្ញុំអរគុណលោកថៅកែធីតាតារាសុធាអ្នកទាំងអស់គ្នាគឺជាបុគ្គលិកដ៏ល្អរបស់រោងចក្រដែលបានជួយចាប់ចោលចូលមកបំផ្លាញទ្រព្យសម្បត្តិរបស់រោងចក្រកាលពីយប់មិញយើងនឹងដំឡើងតួនាទីព្រមទាំងប្រាក់ខែឲ្យពលលោកទាំងអស់គ្នាគឺធីតាត្រូវឡើងជាប្រធានត្រួតកម្មករទាំងអស់សូមអរគុណលោកថៅកែឯសុធាត្រូវមកធ្វើជាអ្នកបកប្រែជំនួសប៊ុនហេងពីព្រោះយើងដឹងថាសុធាបានរៀនបន្ថែមនៅពេលយប់ផ្នែកភាសាចិនបានចប់ហើយបាទលោកតកាឯលោកតារាគឺនៅជាគ្រូពេទ្យដដែលប៉ុន្តែចំពោះប្រាក់ខែវិញគឺត្រូវឡើងមួយទ្វេជា2ណាមិនដែរបាទខ្ញុំអរគុណលោកតកាហើយចំពោះលោកប៊ុនហេងវិញលោកធ្វើឲ្យខ្ញុំពេញចិត្តណាស់លោកស្មោះត្រង់នឹងខ្ញុំដោយមិនព្រមទៅធ្វើការឲ្យតែកែចោលលោកជួយឲ្យខ្ញុំនេះរួចផុតពីចោលប្លន់ជួយប្រពន្ធនាយដែងឲ្យរួចពីស្លាប់ជួយចាប់ចោលកាលពីយប់មិញដូច្នេះខ្ញុំនឹងឡើងប្រាក់ខែជូនលោកនិងដូរលោកឲ្យមកធ្វើជាអ្នកចាត់ការទីផ្សាររោងចក្រព្រោះលោកបានបញ្ចប់ការសិក្សាផ្នែកទីផ្សារដែរហើយអញ្ចឹងពួកយើងនាំគ្នាសម្រាប់សិនចុះអរគុណជម្រាបលាលោកតាលោកតាលោកតកែហេតុអីក៏លោកតកែដឹងថាខ្ញុំជួយប្រពន្ធនាយដែងគឺនាយដែងបានមកសារភាពលោកតកែខ្ញុំសុំទោសដែលហ៊ានផលលោកតកែហើយហ៊ានដោះលែងនាយដែងដោយសារតែនាយដែងគេធ្លាប់ជាមនុស្សល្អឈប់និយាយទៀតទៅ
ឬវាកន្លងហួសទៅហើយឯងទៅធ្វើការឯងចុះណា បានអរគុណលោកតកែខ្ញុំជំរាបលាសិនហើយ ទៅចុះ យើងត្រូវតែសងសឹកអាបុនហេងដែលជាមេខ្លោងនាំឲ្យថាចាប់ពួកយើងដាក់គុកយើងស្ដាយតែយើងអស់កម្លាំង3នាក់ មែនហើយបង យើងលាពួកឯងសិនហើយបង តែផ្ដាំប្រាប់ពូរបស់យើងផងថាយើងអរគុណណាស់ដែលបានបញ្ជូនពួកឯងទាំងពីរនាក់មកជំនួសអាចឈឿនអាចឆើបានបងម៉េចឯងមានកំណត់នេះដែរមិនអីទេឯងមកតាញមកសូមធីតាមកជួបខ្ញុំនៅត្រង់ស្ពានក្នុងសួនច្បារដែលយើងធ្លាប់ជួបគ្នានាវេលាម៉ោង 7 យប់កុម្ភៈព្រោះខ្ញុំមានរឿងចង់និយាយជាមួយនាងពីខ្ញុំបុនហេងគឺណា បាទទៀន ឯងមើលទៅហៅទីដាមមកជួបយើងមកផ្លែតមក បាន លោកតកាធីតាទៅផ្ទះលោកប៊ុនហេងមិនតាន់មកវិញទេម៉ោង 9 ហើយហេតុអីក៏ធីតានៅមិនតាន់ត្រឡប់មកវិញទៀត ខ្ញុំនៅទីណាអូខ្ញុំនៅកន្លែងណាជួយខ្ញុំផងមានអ្នកនៅខាងក្រៅទេជួយខ្ញុំផងជួយខ្ញុំផងណាឯងទៅមើលធីតាមើលតើធីតាមកវិញហើយឬនៅបានលោកតកាខ្ញុំសុំជួយលោកតកាបន្តិចអាម៉ាសុំជើងបានលោកតកាជំរាបសួរអូជំរាបសួរអញ្ជើញអង្គុយទៅស្អែកនេះសុធាយកកុងតឺន័រលេខ0234បាននេះជាឯកសារខោអាវដែលត្រូវដឹកយកទៅឲ្យគេហើយនេះដៃឯងបើកឡានកុងតឺន័រឲ្យល្អណាបានត្រូវប្រយ័ត្នប្រយែងតាមផ្លូវបានតកែកុំបើកលឿនពេកបានហើយពិនិត្យកុងតឺន័របានស្រួលមុននឹងចេញបានខ្ញុំនឹងពិនិត្យយប់នេះតែម្ដងតកែ